ราณนุธางอนនៅថ្មក្រនៅក្តីក្រិតនៅស្រីវិន័យនៅសង្ឃបុរាណបណ្ឌិតបញ្ញវន្តដុំថ្មធ្ងន់ណាស់ណាវានៅដីក៏មិនទៅលើកយកមកទូលតែផែនដីធ្ងន់ពេកទៅជួយទូលផែនដីហ្នឹងណាក៏ឲ្យផែនដីធ្ងន់ណាងន់នៅថ្មក្រនៅក្តីក្តីគឺការចំនួនឆ្លោះប្រកាយអធិការកុំឲ្យឆ្លោះបើរឿងគួសមលុបវាចេញទៅពាក្យថាក្តីហ្នឹងមិនចេះចប់ទេឡើងដល់តឡាការរិចឲ្យទាំងលើទាំងក្រោមដូចត្បាល់កេនញ៉ាលើក៏រិចអាក្រោមក៏រិចបងទាំងអស់អានេះឈ្នះក៏បងត្រឹមអានេះចាញ់ក៏បងត្រឹមនឹងប្រពន្ធលោកសម្រាប់ច្បាប់បុរាណលោកថាប្រពន្ធលោកថាឲ្យយើងអត់ធន់ណានៅអ្វីដែលមិនល្អតែទូលុបលៀងទៅកុំទៅប្រកួតប្រកាន់តែយើងចង់ឈ្នះចង់ចាញ់គ្នាប្រពន្ធលោកថាអ្នកឈ្នះតែប្រទេសពីរអ្នកដែលចាញ់តែងតែកើតទុករោគស្នៀតរល្បិចមកតតឲ្យទៀតតែបុគ្គលណាលះសេចក្តីឈ្នះចាញ់បានហើយទើបអ្នកនឹងដេកជាសុខអានេះក្តីហ្នឹងកុំចង់ជួញតែជួញអស់ហើយទៅចិញ្ចឹមតែមេក្តីមេធាវីហ្នឹងឯងអាជីពគេហ៎នេះប្រយ័ត្នមិននៅថ្មក្រនៅក្តីក្រិតនៅស្រីវិន័យនៅសង្ឃក្រិតជាច្បាប់របស់មនុស្សស្រីវិន័យសម្រាប់ព្រះសង្ឃមួយសោតព្រះសង្ឃលោកឲ្យផ្គត់ផ្គង់តាមព្រះវិន័យជាស្រីសោតផ្គត់និយាតប្រពៃជាមនុស្សសពថ្ងៃឲ្យជីពឲ្យវាបាបបងនេះប្រពន្ធឃើញទេសំបីជាមនុស្សដល់គ្នាឲ្យវាកុំឲ្យធ្វើអំពើអាក្រក់អំពើបាបហ្នឹងបដៅទូមានទាំងអស់នឹងបានថាច្បាប់ពុទ្ធសាសនាក្តីច្បាប់របស់បុរាណខ្មែរយើងលោកនិពន្ធរៀបរៀងស្របទៅតាមពុទ្ធសាសនាហ្នឹងឯងបានតែមនុស្សស្រីអ្នកមានក្រិតមានចរិយាមានរយៈល្អណាស់គេលើកជាមេគ្រួសារក្នុងគ្រួសារប្តីប្រពន្ធនឹងឯងមេគ្រួសារពាក្យយ៉ាសង្គ្រោះទី4របស់ប្តីត្រូវលើកប្រពន្ធរបស់ខ្លួនឲ្យមានកិត្តិយសអនន្តរស័ក្តិជាមេគ្រួសារគ្រប់គ្រងគ្រួសារមេគ្រួសារនេះបានបុរាណថាខ្លែងហើត្បិតខ្យល់នាយកាន់ត្បិតពលរក្សាឲ្យសុខទ្រពគង់ត្បិតស្រីចេះសំចៃទុំផ្ទះធំស្រណុកត្បិតភរិយាជាណាខ្មែរគេឲ្យតម្លៃមនុស្សស្រីជាមេគ្រួសារហើយមនុស្សស្រីនឹងជាមេត្តាពិភពលោកទៀតនឹងប្រាប់មនុស្សស្រីខ្លួនឯងដែរអ្នកណាក៏កើតពីមនុស្សស្រីអ្នកណាក៏នៅក្នុងពោះមនុស្សស្រីដែរសំបីព្រះសម្មាសម្ពុទ្ធជាបរមគ្រូក៏ត្រូវមានកំណើតពីមនុស្សស្រីដែរបានលោកលើកថាជាមេត្តាពិភពលោកត្រូវធ្វើខ្លួនរក្សាខ្លួនឲ្យខ្ពង់ខ្ពស់ឲ្យល្អប្រពៃអានឹងចឹងស្ដារអរិយាបថក្រិតឲ្យល្អមិនសំជ្រាបចឹង